នៅក្នុងវីដេអូនេះយើងនឹងមករៀនពីរបៀបនៃការការពារខ្លួនក្នុងនាមយើងជាអ្នកជួយសង្គ្រោះធម្មតាអ្នកដែលគាត់លងគឺគាត់អារម្មណ៍គាត់គឺច្បោកច្បល់គាត់ភ័យគាត់ស្លន់ស្លោអញ្ចឹងហើយបើសិនជាយើងអត់ចេះពីរបៀបនៃការការពារខ្លួនគឺអាចបណ្ដាលមានគ្រោះថ្នាក់ទាំងយើងជាអ្នកជួយនិងទាំងគាត់ដែលជាអ្នកជនរងគ្រោះដំណាក់កាលទី1គឺយើងឲ្យឈ្មោះថា thumb release នេះមានន័យថានៅក្នុងករណីដែលជនរងគ្រោះធ្វើការចាប់ដៃរបស់យើងអាចធ្វើការក្រវះដៃរបស់យើងចេញតាមរយៈម្រាមដៃរបស់គាត់ដំណាក់កាលទី2យើងឲ្យឈ្មោះថា leg release បានន័យថានៅពេលដែលជនរងគ្រោះធ្វើការចាប់ជើងរបស់យើងអាចធ្វើការធាក់ទៅលើទ្រូងរបស់គាត់នៅផ្នែកណាមួយដូចក្នុងវីដេអូនេះអញ្ចឹងចំណុចបន្ទាប់គឺយើងហៅថា front release នេះក្នុងករណីដែលជនរងគ្រោះធ្វើការអោបយើងពីមុខគឺយើងត្រូវយកម្រាមដៃរបស់យើងទាំងពីរចាក់ទៅក្រោមក្លៀករបស់គាត់ហើយធ្វើការបង្វិលខ្លួនរបស់គាត់ដូចក្នុងវីដេអូនេះអញ្ចឹងនិងចំណុចបន្ទាប់ចុងក្រោយគេគឺ back release គឺក្នុងករណីដែលជនរងគ្រោះធ្វើការហែលមកចាប់យើងពីក្រោយយើងអាចធ្វើការបង្វែរដៃរបស់ជនរងគ្រោះហើយធ្វើការ cross chest ដូចក្នុងវីដេអូមួយនេះបាន